ស្ដីបងប្អូនទាំងអស់គ្នារីករាយដើមសប្តាហ៍ថ្ងៃច័ន្ទហើយពាក្យឆ្លងឆ្នាំហ្នឹងហើយខ្ញុំមានប្រធានបទមួយដែលជាប្រធានបទបង្ហាញអំពីមនុស្សពីរប្រភេទដែលគ្មានអនាគតហើយនឹងមានអនាគតមនុស្សប្រភេទទី1ខ្ញុំឲ្យជាមនុស្សប្រភេទដែលគ្មានអនាគតជាមនុស្សដែលមានអត្តចរិតរុនរាជាមួយនឹងកិច្ចការងារដែលខ្លួនកំពុងតែធ្វើហើយมันមានគេហៅថាចំហក្នុងការទទួលខុសត្រូវទៅលើកិច្ចការងាររបស់ខ្លួនហើយនឹងជាមនុស្សដែលមានអត្តចរិតដែលតែងតែបដិសេធទៅលើកិច្ចការងារដែលរៀមច្បងថ្នាក់ដឹកនាំដែលគាត់ផ្ដល់ឲ្យហ្នឹងគឺមានចិត្តកំណត់បដិសេធទៅលើកិច្ចការងារហ្នឹងហើយមនុស្សប្រភេទអញ្ចឹងខ្ញុំឲ្យឈ្មោះថាជាមនុស្សដែលមានអត្តចរិតជាមនុស្សប្រភេទដែលគ្មានអនាគតយើងឆ្លាក់សម័យមើលបើយើងជារៀមច្បងគេបើយើងជាថ្នាក់ដឹកនាំគេហើយយើងមានបុគ្គលិកក្រមអាវ៉ាតប្រភេទអញ្ចឹងតើយើងសប្បាយចិត្តនឹងរីករាយក្នុងការផ្ដល់ធនធានឲ្យម្នាក់ហ្នឹងអត់គឺ 100% ហ្នឹងតែម្ដងគឺធ្វើម៉េចបើវាអញ្ចឹងប៉ុន្តែក៏មកបៀកអញអសោះយើងមានតែអញ្ចឹងបើយើងជារៀមច្បងគេហើយនឹងជាថ្នាក់ងំបើមានមនុស្សប្រភេទអញ្ចឹងនៅក្នុងហ្នឹងអត្តចរិតអញ្ចឹងក៏ប៉ុន្តែបើយើងក៏លេខទៅមើលមនុស្សប្រភេទទី2ដែលជាប្រភេទមនុស្សដែលមានអនាគតគាត់ជាមនុស្សម្នាក់ដែលមានអត្តចរិតគេហៅថាស្រឡាញ់ការងារខ្លួនឯងតែម្ដងហើយការងារមុំឃើញគឺជួយជ្រោមជ្រែងគ្នាទៅវិញទៅមកហើយការងារខ្លួនឯងដែលកំពុងតែធ្វើហ្នឹងគឺមានទំនួលខុសត្រូវ 100% ហ្មងខុសដឹងខុសត្រូវដឹងត្រូវហើយបើមានការងារថ្មីដែលថ្នាក់ដឹកនាំមិនថារៀនច្បងតម្លាក់ការងារឲ្យធ្វើគឺរីករាយតែម្ដងអត់ដឹងថាការងារហ្នឹងការងារអីទេប៉ុន្តែច្បាស់ណាស់ថាមនុស្សដែលតម្លាក់ការងារឲ្យខ្លួនហ្នឹងគឺជាមនុស្សដែលបានយកចិត្តទុកដាក់មកលើខ្លួនសប្បាយចិត្តហ្មងគឺពេញចិត្តនឹងយកជាមួយនឹងកិច្ចការងារហ្នឹងតែមកហើយមនុស្សប្រភេទហ្នឹងយើងសាកសម័យមើលបើយើងជារៀមច្បងជាថ្នាក់ដឹកនាំបើយើងមានមនុស្សប្រភេទអញ្ចឹងនៅក្រុមអាវ៉ាតយើងអញ្ចឹងតែយើងនឹងមានអារម្មណ៍មិនដែរ 100% គ្រប់ធនធានដែលខ្លួនមានហ្នឹងគឺផ្ដល់ឲ្យតិចច្រើនយូរឆាប់ទេដឹងតែផ្ដល់ឲ្យហើយបើថាម្នាក់ហ្នឹងឃើញថាអូទីទៀតមានភាពបរាជ័យចូលមកកាន់គឺអត់ព្រមឲ្យបរាជ័យហ្នឹងតែម្ដងគឺជ្រោមម្នាក់ហ្នឹងងើបឡើងមកអាហ្នឹងជាទឹកចិត្តរៀមច្បងថ្នាក់ដឹកនាំគឺមានអត្តចរិតអញ្ចឹងតែម្ដងហើយខ្ញុំចង់ឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាក៏លេចទៅមើលមនុស្សជុំវិញខ្លួនយើងតើមានមនុស្សប្រភេទអញ្ចឹងនៅក្បែរខ្លួនអត់ហើយបើគាត់ជាមនុស្សប្រភេទទី1តែយើងអាចទៅណែនាំចង្អុលបង្ហាញផ្លូវគាត់បានអត់ហើយបើគាត់ជាមនុស្សទី2តែយើងអាចជ្រោមគាត់ជ្រោមជ្រែងគាត់បានអត់អ្វីដែលសំខាន់នោះគឺយើងខ្លួនឯងនេះបានពិនិត្យមើលខ្លួនឯងអត់ថាខ្លួនឯងហ្នឹងស្ថិតនៅក្នុងមនុស្សប្រភេទដែលគ្មានអនាគតឬក៏ជាមនុស្សដែលជាប្រភេទមនុស្សដែលមានអនាគតអញ្ចឹងណាបងប្អូន